អីឆើតែសារតែខ្ញុំអត់ប្រើភ្លើងផងអត់ប្រើភ្លើងយកផ្ទះមកទៅអីយកមកសគួរយកមកឆោតមិនឡើងអ្នកនរគ្នាទឹកពុះនៅសេតាណាភាពប្រមាណ140អញ្ចឹងនៅក្នុងផ្ទះបាយមួយនេះខ្ញុំចង់ឃើញកម្ដៅក្តៅជាងទឹក100អង្សាសេនេះអញ្ចឹងអ្នកនរគ្នាមកដល់វគ្គនេះហើយសិតតែជាអ្នកដែលមានស្នាដៃនៅក្នុងការចម្អិនហើយតើដូច្នេះនៅក្នុងចំណោមអ្នកនរគ្នានឹងមានបេក្ខជន3នាក់ដែលនឹងត្រូវប្រើប្រាស់ឧបករណ៍ដែលចម្អិននៅលើភ្លើងបានតែមួយប៉ុណ្ណោះចឹងខ្ញុំសូមបញ្ជាក់តិចឧបករណ៍លើកភ្លើងមានថាខ្ទះក៏ដោយឆ្នាំងក៏ដោយក្នុងចំណោមអ្នកនរគ្នា3នាក់នោះគាត់ប្រើបានតែមួយមុខទេបើជ្រើសរើសយកខ្ទះគឺខ្ទះបើជ្រើសរើសយកឆ្នាំងគឺឆ្នាំងអញ្ចឹងសម្រាប់បេក្ខជនផ្សេងទៀតឧបករណ៍ដែលប្រើប្រាស់ជាមួយភ្លើងអ្នកនរគ្នាអាចចែករំលែកគ្នាបានតែលើកលែងតែបេក្ខជន3នាក់ទេយល់ហើយអ្នកនរគ្នាអញ្ចឹងបៃឡាងអ្នកឆាប់បៃឡាងអាចប្រើសិទ្ធិអធិភាពទី2របស់បៃឡាងដើម្បីកំណត់ថាបេក្ខជន3នាក់នោះគឺជាណាបេក្ខជនទី1គឺអាលីសាអត់ខ្វល់ខ្ញុំអត់យកប្រាក់ខ្ញុំប្រាក់ក្រានផងទីបំផុតមៃឡាងគាត់ក៏ចុចឈ្មោះខ្ញុំដំបូងគេខ្ញុំឈរសើចដោយសារតែខ្ញុំអត់ខ្វល់គាត់ចង់ដកអីដកឲ្យប៉ុន្តែសួរថាសម្ពាធមួយហ្នឹងធ្វើឲ្យខ្ញុំបាក់ស្មាតអត់គឺខ្ញុំអត់បាក់ស្មាតជាមួយនឹងសម្ពាធដ៏តូចតាចប៉ុណ្ណឹងទេទី2គឺបងអ្នកស្មីទី3គឺបងណាវីអូខេអូនអូខេអញ្ចឹងបេក្ខជន3នាក់គឺមានអាលីសាលក្ខស្មីហើយនិងណាវីចាឆាអីឆើតែសារតែខ្ញុំអត់ប្រើភ្លើងផងអត់ប្រើភ្លើងយកផ្ទះមកទៅអីយកមកសគួរយកមកឆោតមិនឡើងអាលីសាចាឆាប់អញ្ចឹងឧបករណ៍ប្រើប្រាស់នៅលើភ្លើងរបស់អាលីសាមួយណាដែលជ្រើសរើសសូមយកមកដាក់ខាងលើអូខេឆាប់ឆ្នាំងអូខេឆ្នាំងនេះប្រើជាមួយភ្លើងចាអញ្ចឹងមានន័យថាអាលីសាមានសិទ្ធិប្រើឧបករណ៍ដែលចម្អិនជាមួយភ្លើងបានតែឆ្នាំងមួយនេះទេចាឆាប់ចេតនារបស់មៃឡាថ្ងៃនេះបញ្ជាក់ខ្ញុំឃើញហើយថាគាត់គឺជាមនុស្សដែលចង់លេងហ្គេមជាមួយខ្ញុំនៅក្នុងកម្មវិធី Master Chef Season 4 នេះចង់លេងហ្គេមមួយខ្ញុំអាចកដោគាត់បានព្រោះអីសមត្ថភាពខ្ញុំមិនមែននៅត្រឹមហ្នឹងទៀតទេណាវីយ៉ាឆាអញ្ចឹងឧបករណ៍ប្រើប្រាស់នៅលើភ្លើងមួយណាដែលណាវីជ្រើសរើសយ៉ាឆាអូខេអញ្ចឹងសូមដាក់នៅលើចង្ក្រានទេចុះលក្ខស្មីខ្ញុំសូមប្រើខ្ទះឆាប់ចឹងឧបករណ៍ផ្សេងទៀតអត់អាចប្រើប្រាស់នៅលើភ្លើងបានទេយ៉ាឆាប់ប្រហែលជាគាត់សងសឹកឲ្យគ្នាគាត់ដូចជាគាត់ស្និទ្ធស្នាលជាមួយលៀងហាក់អញ្ចឹងប្រហែលជាគាត់ធ្វើបាបខ្ញុំជាមួយលៀងហាក់